អ្នកនៅក្បាលតោលពីដើមពីចំណាន់ដើមមកប្រហែលដូចជា1950ជាងពួកអ្នកនៅនេះទាំងប្រមាណគឺអត់មានផ្ទះសម័យនៅទីនេះទេអ្នកនៅភូមិដូនត្រីឃុំជ្រៃស្រុកមងរស័យខេត្តបាត់ដំបងក្រោយមកប្រហែលជាដូនជីតាឬក៏បងប្អូននៃខ្ញុំពីចំណាន់ដើមមកហ្នឹងគាត់រស់ស៊ីធ្វើស្រែចម្ការវាមិនសូវបានទៅក៏គាត់មករេសាទនេះវាបានជាយូរទៅវាចាប់ផ្ដើមធ្វើជាលំនៅឋាននៅគឺផ្ទះគេហៅថាផ្ទះប៉ុន្តែបើនិយាយពីអ្នកតលេគេហៅផែបណ្ដែតទឹកនៅនេះ789គ្រួសារហើយមនុស្សរាយដូចជា3516នាក់ដីតលេសាបនេះវាបែងចែកជា2 6ខែមានដីគោក6ខែដីទឹកអញ្ចឹងវាពិបាកទី1ការចល័តទីលំនៅដើម្បីគិតផុតពីខ្យល់ព្យុះយើងមកនៅតាមកន្លែងណាដែលមានព្រៃស្ដុកទៅយើងយកដើម្បីយកព្រៃហ្នឹងទៅបាំងផ្ទះសម្បែងរបស់យើងបើនិយាយពីប្រវត្តិពីដើម79មកយើងប្រើចង្គីងធម្មតាដំណាក់កាលទី2ចាប់ដើមមានអគុយលក់ពួកយើងទិញអគុយពេលដែលយើងប្រើតោសាកនៅតាមផ្ទះរបស់ចិនណាយើងថៃគេអ្នកជំនាញសាកអគុយចុះពេលដែលយើងប្រើនៅពេលយប់ពេលថ្ងៃឡើងយើងត្រូវយកអគុយតោសាកទី1យើងត្រូវចំណាយប្រេងដឹកអគុយយកទៅឲ្យគេទី2ទៀតពេលដែលសាកយើងត្រូវឲ្យលុយតម្លៃសាកទៅគេអញ្ចឹងវាខាតតាំងពីពេលវេលាដែលយើងត្រូវរស់ស៊ីទៅនៃសាទអត់តាន់ទេចាំយកអគុយទៅសាក់តាន់បើមិនចឹងយប់នេះអត់មានភ្លើងទេទីបន្ទាប់ពីហ្នឹងទៅក៏មានចាប់ដើមមានសូឡាបើញ៉ាំចាំមិនភ្លេចទេប្រហែលជា2015វាមានមួយទេបើយើងប្រើសូឡាយើងត្រូវកាច់កងតាក់ផោះភ្លឺពេលយើងឈប់ប្រើយើងបិទចោលហើយភ្លើងវាចូលមកដោយស្វ័យប្រវត្តិយើងអត់ពិបាកយកវាទៅណាទេក្នុងមុខរបរអ្នកក្បាលតោនេះ90%អ្នកនេសាទហើយ5%នោះអ្នកលក់ដូរអ្នកចិញ្ចឹមត្រីតិចតួចចឹងទៅអ្នកជីវជលជាងម៉ាស៊ីនយ៉ាងអីណាហើយនៅសល់3-4%ទៀតហ្នឹងគ្រាន់តែជាអ្នកលក់បន្លែផ្កាអីកាហ្វេកប៉ុកអីចឹងឯងបាទតើយើងទៅដាក់ត្រឹមភូមិនេះវាមានត្រឹមតែបឋមសិក្សាថ្នាក់ទី6ហ្នឹងសិស្សដូចជាវាមិនទិញទាត់ទេប្រហែលជា250-260ទៅពេលណាដែលអត់មានការងារធ្វើកូនក្មេងមករៀនបានជាល្អពេលណាដែលមានរដូវខ្លះគេនេសាទត្រីបានច្រើនកាត់យកកម្លាំងកូនមកជួអញ្ចឹងដាច់ការរៀនសូត្រហើយអត់ទៅបានពេញលេញទេអញ្ចឹងណានៅក្បាលតោអត់មានមណ្ឌលសុខភាពទេបើមានតែពេទ្យឯកជនតែពេទ្យឯកជននៅកន្លែងពុកម៉ាតោនេះវាគ្រាន់តែមើលបណ្ដោះអាសន្នទេបើមានបញ្ហាចំបាច់ឆ្លងទៅស៊ីមរៀបវត្តវាមាន3តែ2ខ្នងឈួរជើងនៅនឹងមួយកន្លែងធ្វើអំពីថ្មមួយទៀតផែបណ្ដែតទឹកសាលារៀនក៏ដូចគ្នាសាលារៀនមាន3មានតាំងនៅកន្លែងដែលធ្វើអំពីថ្ម2និងបណ្ដែតទឹកមួយមួយហ្នឹងសម្រាប់ចល័តទៅតាមប្រជាពលរដ្ឋមានឆ្នាំខ្លះពេលដែលទឹកធំប្រជាពលរដ្ឋថយមកឆ្ងាយមិនអាចទៅរៀនទីតាំងនឹងបានក៏គាត់យកផែសាលារៀនបណ្ដែតទឹកហ្នឹងចល័តតាមប្រជាពលរដ្ឋទៅឆ្នាំងដំបាយអគិសនីនិងស្វានដែលពីដើមមកយើងអ្នកតលេនេះมันមានប្រើចឹងបានទេប្រើបានតែភ្លើងពូលហើយនឹងចង្ហាល់តែប៉ុណ្្នឹងឯងបើមិន2022 2023មានក្រុមហ៊ុនមួយខ្ញុំអត់ចាំឈ្មោះទេគេបានឯកភាពថាគេ
គេរៀបចំសម្ភារៈដែលអាចប្រើភ្លើងបានគួយនឹងសូឡារបស់គេវាវត្តធំវាអាចប្រើទី1វាអាចប្រើឆ្នាំងដាំបាយបន្ទាប់មកទៀតម៉ាស៊ីនបោកខោអាវបន្ទាប់មកទៀតទូតកកប៉ុន្តែធុនកណ្ដាលអាហ្នឹងណាហើយបន្ទាប់មកទៀតស្វាតនៅស្រុកតលេយើងត្រូវការធ្វើផ្ទះធ្វើសម្បែងយើងត្រូវការស្វាតសម្ភារៈទាំងអស់វាមានតាំងពីសូឡាមានតាំងពីអាគុយមានតាំងពីអាំងម៉ូទ័រមានតាំងពីអូតូទប់ភ្លើងទាំងអស់គេរៀបឲ្យយើងទាំងអស់យើងចាំតែប្រើនឹងបងគិតជាគីឡូបងឲ្យគេក្នុង1គីឡូ1000រៀលលុយខ្មែរយើង1000រៀលខូចខាតទាំងអស់គឺនៅលើក្រុមហ៊ុនគេអ្នកជួសជុលឲ្យបើមិនជាខូចអីមួយយើងតែទៅបុគ្គលិកគេនឹងមកជួសជុលឲ្យទាំងសាលាថ្ងៃវាមានដូចចឹង99%ហើយ